រឿងមនុស្សលោករឿងនេះផងដែរបានបង្កប់នៅតម្លៃអប់រំយ៉ាងច្រើនដល់មិត្តអ្នកស្ដាប់ទាំងអស់គ្នាដូច្នេះនាងខ្ញុំសូមអានជូននៅរឿងមនុស្សលោកជូនដល់បងប្អូនស្ដាប់ដូចតទៅកាលពីព្រេងនាយមានកុមារីម្នាក់អាយុ14ឆ្នាំបានដើរទៅរកដំឡូងនៅក្នុងព្រៃធំដែលមានដំបូកមួយមានរងជ្រៅកុមារីទៅជីកដំឡូងនៅជើងដំបូកជីកបានបន្តិចក៏របូតផ្លែជ្រុះទៅក្នុងរងនោះនាងមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកអ្នកអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកមួយរំពេចនោះមានខ្លាចាស់ដំបៅក្បាលរួយបែងដង្កូវចុះក៏ក្រិចចេញមកពីក្នុងព្រៃហើយសន្យាថានឹងយកផ្លែចបឲ្យលុះត្រាតែនាងនោះចេះរកចៃឲ្យខ្លួនកុមារីនោះយល់ព្រមខ្លាក៏យកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយនាងក៏យកបន្លាមកឆ្កឹះដង្កូវក្នុងដំបៅក្បាលខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនេះស្អុយណាស់ប៉ុន្តែនាងចេះតែឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយប្រាប់ទៅនាងថាចៅយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសប្រាក់ពេញជាលចងមាត់ជាប់ដោយផ្ដាំថាពេលទៅដល់ផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យចិត្តសម្បើកនាងនោះលាខ្លាដើរទៅដល់ផ្ទះហៅបងប្អូនមកជុំរួចក៏បើកជាលដល់បើកមើលទៅបានសុទ្ធតែមាសនិងប្រាក់ហើយក៏ចែកគ្នាទៅលុះយូរបន្តិចរឿងនោះបានដឹងដល់ស្រីឯទៀតដែលមានកូនក្រមុំក៏ប្រើឲ្យកូនខ្លួនទៅជីកដំឡូងដើម្បីជួបខ្លាដោយធ្វើឲ្យដូចនាងមុននឹងបានមាសចែកគ្នាលុះបានទៅដល់កូនស្រីនោះបានជួបនឹងខ្លាក៏ធ្វើជាជ្រុះចបហើយនិយាយថាលោកណាជួយយកចបឲ្យខ្ញុំនឹងដឹងគុណលោកខ្លាឮហើយក៏យកមកឲ្យនាងរួចឲ្យនាងចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងឆ្លើយថាស្អុយណាស់ខ្លាឮដូច្នោះក៏បង្គាប់នាងឲ្យយកជាលមកឲ្យខ្លួនហើយចាប់សុទ្ធតែពស់វែកដាក់ពេញជាលរួចប្រាប់ថានាងយកទៅផ្ទះហើយហៅបងប្អូនមកជុំបិទទ្វារឲ្យចិត្តសម្បើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ឲ្យបងប្អូនមកជួបជុំរួចបិទទ្វារហើយក៏បើកជាលមើលពស់វែកបានចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅចារឿងរបស់យើងក៏បានមកដល់ទីបញ្ចប់រឿងនេះផងដែរបានបង្កប់នៅអត្ថន័យយ៉ាងល្អសម្រាប់ពួកយើងរាល់គ្នាដែលរស់នៅក្នុងសង្គមមួយមិនគួរមានចិត្តលោភលន់នោះទេ